មានតែអ្នកលេងហ្គេមទេទើបយកចិត្តអ្នកលេងហ្គេមដូចគ្នាគឺតែងតែចង់បានការក្តោប gaming មានទាំង 7.1 surround sound និង microphone ស្រូបសំឡេងមានគុណភាពខ្ពស់ជាពិសេសមាន USB dongle ប្រើដោយមិនចាំបាច់ប្រើខ្សែទទួលបានសំឡេងដោយមិនមានភាពរ៉ារអ៊ូលអញ្ចឹងនៅខាងមុខខ្ញុំនេះគឺជាកាស Picoon G2 ជាការដែលខ្ញុំប្រើប្រាស់ច្រើនទៅលើការលេងហ្គេមនិងកាត់វីដេអូនិងពេលខ្លះខ្ញុំយកវាទៅតាមខ្លួននៅពេលដែលខ្ញុំចេញទៅខាងក្រៅខ្ញុំប្រើវាដោយមិនចាំបាច់ដាក់ខ្សែរញ៉េរញ៉ៃក៏ទទួលបានសំឡេងមិន delay ឬ lag នោះឡើយកាសនេះមានបច្ចេកវិទ្យា 7.1 surround sound និងយើងអាចស្ដាប់សំឡេងជាលក្ខណៈ 3D stereo surround sound បច្ចេកវិទ្យានេះគឺសំខាន់មែនទែនសម្រាប់ជំនួយដល់ការលេងហ្គេមជាលក្ខណៈ FPS មិនថានៅលើកុំព្យូទ័រឬនៅលើទូរស័ព្ទឡើយជាពិសេសសម្រាប់មើលរឿងគឺផ្ដល់នូវសំឡេងបែប Cinema surround sound ដែលផ្ដល់អារម្មណ៍ដូចជាយើងកំពុងតែមើលនៅក្នុងរោងកុនហើយបច្ចេកវិទ្យានេះដែរសម្រាប់ការនេះគឺយើងអាចបិទបើកបានតែការទូទៅនៅលើទីផ្សារមានបច្ចេកវិទ្យានេះដែរប៉ុន្តែមិនអាចបើកបិទបាននោះទេជាទូទៅការធម្មតាគឺយើងអាចភ្ជាប់ពីកុំព្យូទ័រឬទូរស័ព្ទរបស់យើងទៅកាន់កាសបានតែ2ជម្រើសតែប៉ុណ្ណោះប៉ុន្តែសម្រាប់ Picoon G2 នេះគឺយើងអាចភ្ជាប់បានរហូតដល់3ជម្រើសយើងអាចភ្ជាប់តាមរយៈ Bluetooth ក៏បានឬក៏ដោយប្រើខ្សែក៏បានហើយអ្វីដែលកាសទូទៅមិនមាននោះគឺការភ្ជាប់ដោយ USB dongle ហើយ USB dongle នេះមានទាំងប្រភេទ USB Type C និង USB Type A ហើយយើងក៏អាចភ្ជាប់ USB dongle នេះជួបជាមួយនឹងទូរស័ព្ទរបស់យើងក៏បានដែរសម្រាប់ USB dongle នេះគឺវាល្អជាងការភ្ជាប់ជាមួយនឹង Bluetooth តែជាទូទៅការភ្ជាប់ជាមួយនឹង Bluetooth នៅពេលដែលយើងលេងហ្គេមឬកាត់វីដេអូវាធ្វើឲ្យវីដេអូដែលយើងកំពុងតែកាត់អត់ទាន់នៅអ្វីដែលយើងកំពុងតែស្ដាប់តែចំពោះ USB dongle នេះវាមិនមានភាពរ៉ារអ៊ូលដោយការភ្ជាប់ជាមួយនឹង Bluetooth នោះទេនិយាយឲ្យស្រួលយល់ទៅគឺវាមិនមានបញ្ហាសំឡេង delay ឬ lag នោះឡើយចំពោះការ headset នេះមិនត្រឹមតែមានសំឡេងពីរោះបុកបាសខ្លាំងនោះទេតែចំពោះ microphone ដែលគេបានបំពាក់មកនេះវាមានលក្ខណៈពិសេសខុសពី microphone កាសទូទៅដែលយើងអាចហូតដកចេញចូលបានដោយវាពិតជាងាយស្រួលខ្លាំងមែនទែននៅពេលដែលយើងចង់ប្រើវាយើងគ្រាន់តែដក microphone ចេញគឺយើងអាចប្រើបានហើយនិងនៅពេលដែលយើងមិនចង់ប្រើវាគឺយើងអាចហូតវាចូលទៅក្នុងវិញក៏បានដែរជាពិសេសវាបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា ANC ដែលធ្វើឲ្យការស្រូបសំឡេងបានច្បាស់និងកាត់សំឡេងរំខានពីខាងក្រៅហើយអ្វីដែលធ្វើឲ្យខ្ញុំកាន់តែពេញចិត្តជាមួយនឹង Picoon G2 នេះគឺការ design ជាលក្ខណៈ easy fast control មានន័យថាមានប៊ូតុងជាច្រើននៅផ្នែកខាងក្រៅអញ្ចឹងវាពិតជាងាយស្រួលមែនទែននៅក្នុងការប្រើប្រាស់ក៏ដូចជាការសេរីនៅលើប៊ូតុងនៅផ្នែកខាងក្រៅថែមទាំងបំពាក់មកជាមួយនឹងប្រភេទ breathable fabric memory foam ដែលមិនកាន់ញើសទោះបីជាពាក់យូរយ៉ាងណាក៏មិនឆាប់បែកញើសមិនបង្កឲ្យឈឺត្រចៀកទន់ស្រួលពាក់ថែមទាំងមិនរបកនោះទេដោយសារតែវាជាប្រភេទសាច់ក្រណាត់មានគុណភាពខ្ពស់បន្ថែមជាមួយនឹងភ្លើងលម្អពណ៌ក្រហមស្អាតមែនទែនដែលអាចអនុញ្ញាតឲ្យយើងបើកបិទជាលក្ខណៈ breathing style ទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងសម្រាប់ការមួយនេះគឺខ្ញុំអាចនិយាយបានថាជាការដែលប្រើប្រាស់បានគ្រប់ប្រភេទនិងគ្រប់ទម្រង់អ្វីដែលកាន់តែពិសេសនោះគឺងាយស្រួលនៅក្នុងការប្រើប្រាស់ចង់លេងហ្គេមក៏បានកាត់វីដេអូក៏បានពាក់ស្ដាប់នៅផ្ទះក៏បានយកចេញក្រៅក៏លយចំពោះគុណភាពថ្មវិញតាមខ្ញុំប្រើប្រាស់ជាក់ស្ដែងបានរហូតដល់75ម៉ោងអញ្ចឹងខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាមកធ្វើការតេស្តផ្ទាល់នៅហាងរបស់ពួកយើងដែលបានដាក់អាសយដ្ឋាននៅលើ caption នៃវីដេអូមួយនេះអូប៉ុន្តែជប់សិនចំពោះការនេះដែរគឺយើងមានការធានាជូនលើគុណភាពរយៈពេល1ឆ្នាំពេញជូនអ្នកទាំងអស់គ្នា